năm môi quan bì rồi mai miênប្រជាជនជាង10លាននាក់មកដល់ឆ្នាំ1963ខ្មែរនៅសល់ប្រជាជនតែ8សែននាក់ប៉ុណ្ណោះហេតុអ្វីក៏យ៉ាងដូចនេះតើហេតុអ្វីក៏យ៉ាងដូចនេះគណៈទូលបង្គំខ្ញុំបកណាខ្ញុំសូមមកសរុបនៅរាជរបស់ព្រះអង្គស៊ូតាំងពីដើមដល់ចប់បន្តិចពីព្រោះជាវណ្ណកម្មមួយដែលសម្ដែងអំពីភាពសានត្រាននិងសុខសាន្តបានច្រើនឲ្យលោកចាំកំណត់ដឹងទៅតាំងពីលោកបានធ្វើការគ្រប់គ្រងរាជសម្បត្តិតាំងពីឆ្នាំ1675មកទទួលគ្នានឹង1706បញ្ចប់រាជរបស់លោកណាគឺលោកពោពេញដោយការជោគជ័យណាប្រទេសជាតិមានការរីកចម្រើននិងសុខសាន្តត្រានសម្បូរសប្បាយគួរសមដែរប៉ុន្តែការអប់រំនិងការសិក្សាដើម្បីគៀបរឹតបន្តឹងដល់រាជវង្សានុវង្សរបស់លោកគឺមិនសូវជាមានទេលោកប្រឡែងភាគច្រើនបណ្ដោយឲ្យចេះទៅតាមធម្មជាតិតាមគំនិតរបស់រៀងអង្គរៀងខ្លួនលោកបានទប់ទល់ខាងបច្ចាមិត្តខាងក្រៅបានសម្រេចច្រើនរឿងហើយមានគេនឹងជ្រប់កោននោះក៏ច្រើនទាំងចិនផងទាំងលាវផងមកជ្រកជាមួយតែផុតល្មមថាដល់រាជចុងបញ្ចប់របស់លោកគឺលោកគិតទៅពីប៉ុណ្ណឹងមកទល់ប៉ុណ្ណឹង30ឆ្នាំជាងដែរចឹងបានន័យថាចាប់ពីពេលនេះហើយប្រទេសកម្ពុជាធ្លាក់ក្នុងភាពមហន្តការបន្ទាប់ពីព្រះអង្គអឹមបានវាយដណ្ដើមរាជយកពីព្រះស្រីធម្មរាជាសោយរាជលើកទី2នោះណាក៏ប៉ុន្តែរាជអស់នេះអត់ខុសពីរាជរបស់ព្រះសត្ថាដែលជាព្រះរាជបុត្ររបស់ព្រះស្រីសូរ្យពរតាំងពីសតវត្សទី16ដើមចុងសតវត្សទី15និងដើមសតវត្សទី16មកទេដែលរៀបរាប់អំពីព្រះម៉ែចៅទៅស្ដីដណ្ដឹងព្រះក្សត្រីយួនព្រះនាងចៅនោះមកហ្នឹងគឺដាក់ឲ្យកូនសោយរាជនៅបច្ចុប្បន្នក្មេងៗចឹងដូចគ្នាណាដែលជាមូលហេតុ3ដល់ប្រទីលំបែក3ណែព្រះទាំង4ទិសនោះទៅខ្ទេចខ្ទីនឹងដោយសារព្រះអង្គនឹងឯងដែលយកព្រះរាជបុត្រក្មេងៗសោយរាជដល់ព្រះអង្គស៊ូក៏យកដែរប៉ុន្តែលោកដាក់រាជឲ្យលោកឡើងខ្លួនឯងវិញទប់ទល់បានចឹងទៅប៉ុន្តែអត់ឃើញសមិទ្ធផលអ្វីដែលជាដូចជាសធូបបច្ចេកដីឬព្រះនគរប្រាសាទអីធំអត់មានធ្វើទេគឺយករាជបន្តមកគ្មានតែម្ដងមានតែភាពសាងវត្តសាងអីមានតែព្រះអង្គស៊ូនេះមួយបានសាងវត្តច្រើនតែយើងចង់រៀបរាប់សេចក្តីនេះគឺបានន័យថាដំណើរនៃរាជពង្សាវតាឲ្យលោកត្រូវតាមដានបានយល់ថាប្រពនាមរបស់ព្រះរាជាដដែលតែសេចក្តីផ្សេងគ្នានឹងឆ្នាំផ្សេងគ្នាអញ្ចឹងណាហើយអស់លោកត្រូវមានស្មារតីគឺបានន័យថាបើបានជារៀនបរិយាពង្សាវតាយើងត្រូវតែមានស្មារតីយកស្មារតីរបស់អស់លោកអស់លោកបុព្វបុរសឬវីរៈបុព្វជនទាំងអស់នោះយកមកដាក់ក្នុងខ្លួនយើងទាំងអស់គ្នាថាជាតិទាំងពីរគឺសៀមនិងយួននេះគេបានស្គាល់និងដឹងច្បាស់នៅជាតិរបស់យើងខ្លាំងណាស់ពីព្រោះ2សតវត្សហើយបានន័យថា200ឆ្នាំហើយដែលគេដឹងថាយើងកំសោយគ្រប់យ៉ាងទាំងអស់ប្រហែលជាចំណុចការអប់រំនេះអត់មានតែម្ដងបានជាគេដឹងហើយប្រទេសគេដែលគេរឹងមាំហើយគេមានសិទ្ធិអំណាចបង្កត់ជាចារកម្មរហូតដល់ទូទាំងប្រទេសរបស់យើងដោយសារគេមានសុខសុវត្ថិភាពនិងការអប់រំនឹងខ្ពស់ដល់យ៉ាងហើយការស្រាវជ្រាវដើម្បីផលិតជាចារកម្មមកច្រើនតតំណែងតាំងពីព្រះអង្គចៅនឹងមករហូតដល់ឡើយដូច្នេះហើយអស់លោកត្រូវចាំជាដាច់ខាតណាយើងមានគ្រូមកបង្រៀនយើងគ្រប់គ្នាអស់ហើយជាពិសេសយើងនិយាយថា
ស្មៃលន់ណុលចាណាគឺតាមពិតខ្មែរអត់មានរឿងអីទេណាតែត្រង់សិរិមតៈនោះលៀបពណ៌គ្នាអញ្ចឹងទៅប៉ុន្តែលៀបពណ៌នោះថាបានមកពីណាក៏ចារកម្មគេនៅពេញដីទាំងអស់ហ្នឹងទៅមួយទៀតទៅដល់ពេលត្រង់សិរិមតៈបានសម្រេចពីសម្ដេចព្រះបរមកោដ្ឋបែរជាប៉ុលពតថាត្រូវតែកំចាត់យួនចេញយួនពេញប្រទេសហើយតែកំចាត់មានចាត់យួនណាបៃលន់ណុលកន្លែងនេះខ្ញុំប្រកាសណាទូលបង្គំខ្ញុំស្វែងយល់ឲ្យបានគិតថាទេល្មិចបានប៉ុលពតនោះលន់ណុលគាត់មានរចនាសម្ព័ន្ធគ្រប់គ្រាន់អស់ហើយជប់មកចូលជួយគ្នាហើយទាំងដែលរចនាសម្ព័ន្ធមានស្រាប់ហើយស្រោបទៅចូលហើយជួយវាយកំចាត់ទៅសត្រូវឃើញរួមគ្នាថាយួនគឺប៉ុន្តែដល់វាយគ្នាឯងតិចអស់ចឹងទៅបានមករីទៀតលោកតាប៉ែនសវណ្ណមកនាំយួនមកដែរផ្ដួលប៉ុលពតប៉ុន្តែតែតាប៉ែនសវណ្ណគេហៅថាមនសិការជាតិខ្ពស់មិនមើលមៀតចង់និយាយចឹងជាតិខ្មែររបស់យើងចូលចិត្តអញ្ចឹងមិនលោកខុសទេណាលោកគ្រាន់តែសម្ដែងសិល្បៈឲ្យយើងឃើញជាគំរូសម្រាប់ដើម្បីពិចារណាអញ្ចឹងណាលោកតាហេងសំរិនសម្ដេចហេងសំរិនសម្ដេចហ៊ុនសែនលោកក៏កតោះថាបងឯងជាតិនិយមណាអញ្ចឹងទៅតែបើលោកទាំងអស់ហ្នឹងលោកស្ដាប់គ្នាទៅហើយប្រទៀបរៀងខ្លួនមកមិនអាចឲ្យគេចាប់បានទេដល់អញ្ចឹងចារកម្មយួនមានណាសម្ដេចលោកឆ្លាតថងថាលោកដឹងថាយើងនៅទន់ទាបណាស់ណាមិនអាចធ្វើផ្ដេសផ្ដាស់បានទេសូម្បីតែដង្ហើមចេញចូលក៏គេដឹងថាយើងដកដង្ហើមដោយរបៀបណាទៅហើយព្រោះចារកម្មគេពេញផ្ទៃប្រទេសអញ្ចឹងអស់លោកត្រូវគិតគូរអ្វីពឹងពាក់ទៅលើសម្ដេចបិតាសន្តិភាពជាដរាបពីព្រោះលោកបានបទពិសោធន៍កន្លែងនេះលោកចេះបន្ទន់ខ្លួនធ្វើម៉េចឲ្យខ្លួនរឹងហើយទើបហ៊ានក្អកបានលោកអាចមានសមត្ថភាពក្អកខ្លះរាល់ថ្ងៃនេះអញ្ចឹងហើយបើសិនជារាជរបស់លោកបានវែងឆ្ងាយតទៅទៀតហើយក៏សូមដល់អស់ពន្លកព្រលឹងជាតិទាំងឡាយកុំសង្ឃឹមថាគិតទាំងអស់នឹងផុតពីសំណាញ់ញៀនរបស់ចារកម្មទាំងពីរប្រទេសនេះអីសោះហើយមួយទៀតប្រសិនបើអស់លោកចង់ដើម្បីមានគំនិតមកផ្ដួលរំលំនៅរដ្ឋណាក៏ដែរមិនថារដ្ឋសម្ដេចបិតាសន្តិភាពឬសម្ដេចបវរធិបតីនេះទេទៅមុខទៀតក៏ដែរលោកត្រូវមានគំនិតខ្លួនឯងនិងមានសមត្ថភាពបណ្ណាហើយនៅណាឧទាហរណ៍ខាងប្រាជ្ញាស្មារតីនយោបាយបណ្ណាមើលសពទី2កម្លាំងទ្រព្យអស់លោកមានហ៊ុនប្រមាណរវាងប្រទេសទាំងពីរបើអស់លោកមានសមត្ថភាពមានភាគហ៊ុនប្រទេសទាំងពីរហ្នឹងបានចិត្តពាក់កណ្ដាលប្រទេសឬជាងពាក់កណ្ដាលប្រទេសនឹងលោកមានសមត្ថភាពធ្វើបានមិនពឹងគេទៀតទេតែបើថាអស់លោកមានតែចំណេះដឹងបន្តិចបន្តួចទេហើយទាំងតែខ្លួនហ្នឹងដើរទៅច្រកកោនគេសោះដឹងតែពឹងគេហើយតែពឹងគេមិនផុតពីការបង្វិលរបស់គេទេពីព្រោះគេចំណាយទុនគេឧបត្ថម្ភដូច្នេះបានប្រយោជន៍អីយើងវាបានប្រយោជន៍ទៅគេនោះហើយអត់មានបានប្រយោជន៍នឹងយើងទេនេះហើយសប្តាហ៍ថ្ងៃហ្នឹងក៏មាននៅតែមានជាពិសេសអាមេតប្រេតបដាស់គេហៅគេឥឡូវគេចេញពាក្យមកថាតាពីតាពីទូបង្គំខ្ញុំកាលណាខ្ញុំសុំហៅអាតាពីតាពីអាហ្នឹងមេអត់ដឹងអីទេណាអានេះទៅរៀនពីយួនមកដែរតែវាអត់ដឹងថាសម្ដីរបស់វាហ្នឹងជាសំណាញ់ចារកម្មរបស់គេទេហ្នឹងវាអត់ដឹងខ្លួនទេទាំងតែខ្លួនឯងគ្មានទ្រព្យសម្បត្តិគ្មានភាគហ៊ុនគ្មានជាមហាសេដ្ឋីជាសេដ្ឋីបើចេញជាមហាសេដ្ឋីពិភពលោកខ្ញុំកាលណាទូបង្គំក៏ទទួលស្គាល់ដែរគូគិតថាគាត់យ៉ាងហោចណាស់គាត់មិនជាមានអាចមានសមត្ថភាពឈរខ្លួនឯងបានខ្លះតែបើថាមិនអញ្ចឹងអត់មានទេដឹងតែចេញភ្លុចពឹងគេមក
ពឹងគេដូច្នេះធ្វើអន្តរាយគេអត់អន្តរាយទេគឺអន្តរាយប្រទេសជាតិរបស់យើងនេះឯង